មង្គលជាទីគោរពសក្ការៈទ្រង់ព្រះមេត្តាទទួលនៅការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសេចក្តីគួរពុំគួរសូមទ្រង់ព្រះមេត្តាប្រោសថ្ងៃពុធ9កើតខែចេឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569សូមក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញថ្ងៃទី4ខែមិថុនាឆ្នាំ2025ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិហត្ថលេខានាយឧត្តមសេនីយ៍ទាសីហាទង់ជាតិកម្ពុជាជាអត្តសញ្ញាណជាតិកម្ពុជាជាព្រលឹងជាតិកម្ពុជានិងជាឯករាជ្យភាពនៃជាតិកម្ពុជាពេលនេះសូមជនរួមជាតិកម្ពុជាស្មោះសរស្វាហាប់ក្រោកឈរឡើងរួមកម្លាំងរួមចិត្តគ្នាគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រុមប្រឹក្សាធម្មនុញ្ញសារថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ
សម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់89យាងចូល90ព្រះវស្សាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហាអ្នកខត្រិកមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់89យាងចូល90ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរថ្ងៃទី18ខែមិថុនាឆ្នាំ2025ខាងមុខនេះទូលព្រះបង្គំជាខ្ញុំតាំងនាមសមាជិកសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញមានមហាកិត្តិយសប្រកបដោយបេតិសោមនស្សរីករាយជាអនេកសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរជ័យមង្គលបវរសួស្តីមហាប្រសើរសូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរទ្រង់មានព្រះកាយពលមាំមួនព្រះរាជសុខភាពល្អបរិបូរណ៍ព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាព្រះមាតាជាតិជាម្លប់ដ៏ត្រជាក់សម្រាប់ជាទីជ្រកកោនដល់កូនចៅទួតរបស់ព្រះអង្គតរៀងទៅទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនៅព្រះរាជគុណូបការៈរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងព្រះរាជទូនីតិដ៏ឧត្តមឧត្តមបូជាព្រះកាយពលព្រះរាជហឫទ័យនិងព្រះបញ្ញាញាណដង្ហែព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជួយលើកស្ទួយវិស័យមនុស្សធម៌និងសង្គមកិច្ចរួមចំណែកជួយរំលែកគ្រោះភ័យសពបែបយ៉ាងនិងជួយកាត់បន្ថយភាពក្រីក្រក្នុងជួរប្រជានរាស្ត្រក្រីក្រនិងជួបការលំបាកក្នុងគ្រប់កលៈទេសៈនៅក្នុងឱកាសដ៏ឧត្តមឧត្តមនេះទូលព្រះបង្គំជាខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតារក្សាព្រះមហាស្វេតឆ័ត្របុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រនិងព្រះមហាក្សត្រយ៉ានីខ្មែរគ្រប់ព្រះអង្គពិសេសទេវតាឆ្នាំថ្មីព្រះនាមគោរិកៈទេវីមេត្តាជួយរក្សាភិបាលប្រោះព្រំនៅព្រះសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងសូមព្រះអង្គទ្រង់សំប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសេចក្តីគួរពុំគួរសូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះមេត្តាទទួលនៅគារវកិច្ចកតញ្ញូតាធម៌និងព្រះមេត្តាទទួលនៅអភិវឌ្ឍនៈដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំថ្ងៃពុធ1រោចខែចេសឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញថ្ងៃទី11ខែមិថុនាឆ្នាំ2025ប្រធានក្រុមប្រឹក្សាធម្មនុញ្ញហត្ថលេខានឹងត្រាកេតិនីតិកោសលបណ្ឌិតអឹមឈុនលឹមសារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសដ៏មហាអ្នកខត្រិកប្រពៃថ្លៃថ្លាពោពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់89យាងចូល90ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី18ខែមិថុនាឆ្នាំ2025នាពេលខាងមុខនេះតាំងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងទេសចរទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតអភិវ័ណ្ណលំអោនកាយវាចាចិត្តសម្ដែងថ្វាយនៅកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យនិងព្រះរាជសកម្មភាពប្រកបដោយព្រះព្រហ្មវិហារធម៌របស់ព្រះអង្គដែលបានបំពេញព្រះរាជសកម្មភាពក្នុងវិស័យព្រះពុទ្ធសាសនាសង្គមគិច្ចអប់រំសិក្សាធិការនិងសុខុមាលភាពដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3ទេវតារក្សាព្រះមហាស្វេតឆ័ត្រដែលជះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសទេវតាឆ្នាំថ្មីព្រះនាមគោរិកៈទេវីសូមជួយគ្រងរក្សាអភិបាលប្រោះព្រំព្រះរាជសពសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងព្រះញាតិវង្សានុវង្សសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំព្រះរាជសុខភាពល្អបរិបូរណ៍មានព្រះជន្មាយុយឺនយូរព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ចាកផុតពីព្រះរោគាព្យាធិនានាដើម្បីភាពសុខដុមរមនាសម្បូរសប្បាយចម្រុងចម្រើនថ្កុំថ្កើងរុងរឿងរបស់ទឹកដីសវណ្ណភូមិជាយូរអង្វែងតរៀងទៅសូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមទ្រង់ព្រះមេត្តាទទួលនៅអភិវឌ្ឍនកិច្ចនិងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាថ្ងៃច័ន្ទ14កើតខែចេសឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញថ្ងៃទី9ខែមិថុនាឆ្នាំ2025តំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចររដ្ឋមន្ត្រីហត្ថលេខានិងត្រាហួតហាក់